ប្រវត្តិភ្នំខ្មោចពិតណាស់ថាយើងមិនអាចបំភ្លេចបានប៉ុន្តែសម្រាប់ចំណេះដឹងការចងចាំនិងប្រាប់ទៅកាន់ពិភពលោកថាសេចក្តីជឿចាប់របស់ខ្មែរគឺពិតជាមានតម្លៃនិងមានសម្លេងជារៀងរហូតជាការពិតណាស់យើងទាំងអស់គ្នាជាកូនខ្មែរយើងតែងតែគិតថាមកដល់ពេលនេះហេតុអ្វីបានជាមានការថតរឿងប្រវត្តិភ្នំខ្មោចសារឡើងវិញគឺមកពីការធ្វើបាបនិងការតេះដៀប្រមាថពីសំណាក់ជនជាតិថៃដូច្នេះប្រវត្តិសាស្ត្រនៃការជឿចាប់មួយនេះវានឹងងើបឡើងវិញជាការពិតណាស់នៅឆ្នាំ1975ដល់ដើមទសវត្សរ៍ឆ្នាំ1980ជនភៀសខ្លួនខ្មែររាប់សែនលាននាក់បានដើរចេញពីសេចក្តីស្លាប់ដើម្បីស្វែងរកពាក្យមួយគឺសុវត្ថិភាពពួកគេដើរចម្ងាយលើសពី100ទៅ200ម៉ែត្រដើម្បីទៅរកណាទីសុវត្ថិភាពការដើររបស់ជនជាតិខ្មែរដែលជាជនភៀសសឹកបំណងប្រាថ្នាគឺទៅរកសុវត្ថិភាពនោះពួកគាត់ដើរដោយថ្មើរជើងទៅទេក្នុងសភាពស្រែកឃ្លានដែលសូម្បីតែបាយមួយគ្រាប់នៅក្នុងពោះក៏គ្មានដែរគឺមានតែពាក្យថាការភ័យខ្លាចក្តីអស់សង្ឃឹមប៉ុន្តែផ្ទុយទៅវិញបំណងប្រាថ្នារបស់ពួកគាត់គឺមានតែមួយគត់គឺការរស់រានមានជីវិតពីចំណុចកណ្ដាលនៃប្រទេសកម្ពុជាជនភៀសខ្លួនខ្មែរឆ្លងកាត់ព្រៃភ្នំគ្រាប់មីនវាបាត់ឃ្លានយ៉ាងសាហាវឃោឃៅមនុស្សភាគច្រើនគ្មានទឹកប៉ុន្តែនៅក្នុងបេះដូងគឺមានក្តីសង្ឃឹមថាព្រំដែនថៃគឺជាទីកន្លែងសុវត្ថិភាពសម្រាប់ពួកគាត់តែនៅដំណាក់កាលចុងក្រោយវាមិនមែនជាសុវត្ថិភាពសម្រាប់ពួកគាត់ទេប៉ុន្តែវាជាកន្លែងគ្រោះថ្នាក់ការសម្លាប់យ៉ាងសាហាវបំផុតមកលើជនជាតិខ្មែរយ៉ាងទៅវិញពួកគាត់ត្រូវបានគេរុញច្រានឲ្យដើរឆ្លងកាត់ចំការមីនតាមជំរាបភ្នំដងរែកហើយដែលគាត់មិនដឹងថាជីវិតគាត់អាចរស់ដល់ថ្ងៃស្អែកតទៀតនោះទេកុមារស្ត្រីមនុស្សចាស់តើពួកគាត់មានកម្លាំងឆ្លងកាត់ចំការមីននៅតាមជំរាបភ្នំដងរែកនោះដែរទេជាងឃើញបន្ថែមទៀតថានៅក្នុងឆ្នាំ1979កម្ពុជាជាច្រើនលាននាក់ជាច្រើនពាន់នាក់ត្រូវបានចាប់បង្ខំឲ្យវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញអ្នកណាមិនព្រមគឺត្រូវបាញ់សម្លាប់ច្រើនទម្លាក់តាមជំរាបភ្នំដងរែកនេះគឺជាប្រវត្តិសាស្ត្រនៃការសម្លាប់ឬគឺរបបប្រាយពូជសាសន៍នៃជួរភ្នំដងរែកដែលយើងមិនអាចបំភ្លេចបាន